លែងជាបញ្ហាក្រោយការស្វាគមន៍យ៉ាងកក់ក្ដៅពីក្មេងៗនិងលោកគ្រូអ្នកគ្រូហើយនេះជាវីដេអូភាគ2ដែលអ្នកទាំងអស់គ្នាកំពុងរងចាំបានមកដល់ហើយថ្ងៃនេះយើងមកស្រាវចង្អល់អ្នកទាំងអស់គ្នាថាតើបេសកកម្មដែលយើងបំពេញហ្នឹងគឺមានអីខ្លះហើយតើសាលាមួយនេះនៅតំបន់ណាខេត្តណាដែរទើបពួកខ្ញុំហៅថាជាតំបន់ដាច់ស្រយាលហើយតើចំនួនដែលពួកខ្ញុំយកទៅមានអីខ្លះទស្សនាវីដេអូនេះអ្នកទាំងអស់គ្នានឹងបានព័ត៌មានលម្អិតទាំងអស់នេះជួបរៀបសុំជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីវីដេអូដែលមិនទាន់អស់ភាពជូរចត់គឺនៅមានតទៀតហើយដែលភាគនេះគឺមានច្រើនជាងភាគមុនទៀតខាតពេលប៉ុណ្ណឹងបានហើយចូលមកកាន់វីដេអូយើងវិញនេះជាព្រឹកថ្ងៃទី2នៅឯអារ៉ែងទេសភាពនៅអារ៉ែងនេះពិតជាស្អាតមែនតែនព្រឹកឡើងមានធ្លាក់ពពកធ្លាក់អាប់ចុះមកតាមចំការតាមទឹកជ្រោះទឹកអូហូពិតជាស្អាតមែនតែនទេសភាពបែបនេះខ្ញុំពិតជាចង់ឲ្យអ្នកទាំងអស់គ្នាបានទៅឃើញទៅស្គាល់មែនតែនបន្ទាប់ពីអាហារពេលព្រឹកហើយពួកយើងក៏រៀបចំអីវ៉ាន់រៀងៗខ្លួនដើម្បីបន្តបេសកកម្មទៅមុខទៀតហើយបេសកកម្មយើងថ្ងៃនេះដែរគឺយើងត្រូវធ្វើដំណើរពីអារ៉ែងទៅដល់ជីផាតចេញពីជីផាតទៅខាងឆៃរៀបនៅខាងឯស្រែអំបិលបន្តទៀតហើយផ្លូវដែលធ្វើដំណើរពីខាងអារ៉ែងទៅជីផាតនេះគឺបានតែប្រភេទឡានអស់រ៉ូតនេះទេបើសិនជាឡានធម្មតាมันអាចមកកើតទេព្រោះផ្លូវចោតហើយនឹងផ្លូវពិបាកខ្លាំងគួរសមសម្រាប់ម៉ូតូក៏ដូចគ្នាបានតែប្រភេទម៉ូតូអស់រ៉ូតហើយនឹងម៉ូតូដែលប្រើលេខទេបើសិនជាម៉ូតូអូតូអីខ្ញុំអត់រីកមិនឲ្យមកផ្លូវនេះទេជាពិសេសគឺខែភ្លៀងផ្លូវនេះល្អិលខ្លាំងមែនតែនជិះបានមកដល់ពាក់កណ្ដាលផ្លូវយើងក៏បានជួបឧបសគ្គធំមួយទៀតហើយគឺឡានមួយហ្នឹងគាត់បានចុងជាមួយឈើជាប់នឹងកង់ឡានតែម្ដងខ្ញុំសម័យអភិបអត់ចេញទេពេលដែលឃើញឈើជាប់នៅកង់ឡានបែបនេះតើពេលហ្នឹងគាត់ជីប៉ះឈើបែបម៉េចបានឈើបាក់ជាប់ហើយនេះសំណាងហើយដែលអត់មានគ្រោះថ្នាក់អីដោយសារតែកន្លែងដែលគាត់ប៉ះហ្នឹងគឺនៅចិត្តស្ពានដែរហើយយើងមានតែដូរកង់ទេព្រោះកង់ហ្នឹងប៉ះអត់កើតទេជីវិតអ្នកអស់រ៉ូតតែប៉ុណ្្នឹងឯងតើតែជួបបញ្ហាខ្លះវេទនាខ្លះសុបាយខ្លះទៅជីវិតហ្នឹងមានន័យហើយគោលដៅដែលយើងត្រូវទៅឲ្យដល់ថ្ងៃនេះគឺទៅដល់សាលាតែម្ដងដែលសាលានេះស្ថិតនៅភូមិពោបឹងឃុំដងពេងស្រុកស្រែអំបិលខេត្តកោះកុងហើយហេតុអីបានខ្ញុំហៅសាលានេះថាជាសាលាដាច់ស្រយាលបើសិនជាយើងចូលតាមស្ពានស្រែអំបិលទៅចម្ងាយប្រហែលជា50គីឡូជិះប្រហែលជា7-2ម៉ោងព្រោះដោយសារតែផ្លូវជាផ្លូវដីមិនមែនជាផ្លូវចាក់កស៊ូអីទេតែគ្រាន់តែឥឡូវស្រួលជាងមុនបើសិនជាពីមុនទៀតយើងចាយពេលសឹងតែមួយថ្ងៃតម្រាំទៅដល់សាលាមួយនេះតទៅពីយើងធ្វើដំណើរប្រហែលជា2ម៉ោងទាំងខូចឡានផងអីផងយើងក៏បានមកដល់ជីផាតមកដល់ឆាយខ្ពស់សម្រាប់ឡានឲ្យត្រជាក់មកផ្លែតលាងសម្អាតឡានហើយយើងចេញដំណើរទៅបន្តគឺទៅពិបាកទៀតហើយព្រោះចេញពីនេះទៅគឺសិតតែផ្លូវពិបាកតែម្ដងអត់ជិះទេផ្លូវស្រួលគឺជិះតែផ្លូវពិបាកខ្ញុំទៅសើពួកគាត់តែម្ដងហើយក្រុមរបស់គាត់ដែរមានឈ្មោះថាជាក្រុមសហការបង្កើតឡើងក្នុងគោលបំណងរំលឹកអនុស្សាវរីយ៍ចាស់ៗជាមួយមិត្តភ័ក្តិចាស់ៗរហូតដល់មានគំនិតហើយអង្គាថវិកាដើម្បីមកធ្វើការងារសង្គមដូចជាជួយសាលាជាដើមនេះហើយជាបេសកកម្មរបស់ពួកគាត់ហើយពួកគាត់អត់ឈប់ត្រឹមហ្នឹងទេពួកគាត់នឹងបន្តជួយសាលាមួយនេះទៀតនេះអីដែលពួកគាត់និយាយមកឯបងមកហើយខ្ញុំក៏សូមអរគុណទៅដល់ក្រុមបងសម្រាប់ទឹកចិត្តមួយនេះខ្លាំងមែនតើទោះក្រុមបងជួបបញ្ហាអីក៏ដោយពិបាកប៉ុណ្ណាក៏ដោយខ្ញុំឃើញថាបងសហការគ្នាបានយ៉ាងល្អក្នុងការទៅធ្វើបេសកកម្មមួយនេះតំបន់ដែលយើងកលាប់ឡាននេះដែរគឺនៅតំបន់កុងឆាពាក់កណ្ដាលជីផាត់និងស្រែអំបិលសម្រាប់ម្ដុំនេះគឺទេសភាពស្អាតខ្លាំងមែនតើអ្នកទាំងអស់គ្នាបើសិនជាចង់មកបោះតង់សម្រាប់បែបគ្រួសារមានឡានមកអីហ្នឹងគឺខ្ញុំគិតថាស្អាតខ្លាំងមែនតើអ្នកទាំងអស់គ្នាមើលវាស្មើដាច់កតុយភ្នែកគ្រាន់តែបើខែក្តៅខ្ញុំគិតថាក្តៅហើយភាគ2នេះក៏ដូចភាគ1ដែរខ្ញុំថតបានតែត្រួសទេមិនថាឧបសគ្គឬក៏ទេសភាពអីក៏ដោយគឺអត់បានថតពេញលេញទេជាក់ស្ដែងឧបសគ្គដែលពួកខ្ញុំជួបច្រើនជាងអីដែលខ្ញុំបានបង្ហាញអ្នកទាំងអស់គ្នានិយាយទៅខ្ញុំទៅសើពួកគាត់មែនតែនជីឆ្លងកាត់ទឹកឆ្លងកាត់ភពឆ្លងកាត់ក្តៅផ្លូវកាត់ព្រៃអីហ្នឹងវេទនាប៉ុណ្ណឹងឲ្យពួកគាត់នៅតែតស៊ូទៅបានយ៉ាងរលូនទៀតណាហើយឡានបែកកង់វិញបើនិយាយវាបែកកង់វិញនឹងរាប់ឡើងលេងផ្លិចដូរវេនគ្នាម្ដងម្នាក់អាហ្នឹងអីដែលខ្ញុំថតទេណានៅខ្លះខ្ញុំអត់បានថតខ្ញុំអត់បានទៅចិត្តទៀតហើយគោលដៅពួកគាត់ត្រូវទៅដល់សាលាខ្ទង់ម៉ោង5ប៉ុន្តែពេលដែលគាត់ដូរកង់នេះចន្លោះម៉ោង4ហើយអញ្ចឹងគាត់មានពេលប្រហែលជា1ម៉ោងទៀតទេក្នុងការជិះទៅអញ្ចឹងគឺពួកគាត់ហ្នឹងគឺសុទ្ធយកហ្មងពេលហ្នឹងហើយសំណាងដែរថ្ងៃហ្នឹងគឺគាត់បានទៅដល់តាន់ចន្លោះទៅដល់ហ្នឹងម៉ោងក្បែរ5ហើយភ្លៀងផងអីផងហ្នឹងកាមេរ៉ាគឺថតទាំងភ្លៀងអីពេលហ្នឹងហើយនេះហើយជាសាលាពោបឹងដែលពួកយើងបានមកដល់ហ្នឹងគឺមានរូបរាងបែបនេះទីធ្លាជុំវិញសាលាគឺបែកម៉ាំតែម្ដងនេះហើយជាសាលាដែលខ្វះខាតពិតប្រាកដហេតុអីបានខ្ញុំថាខ្វះខាតអ្នកទាំងអស់គ្នាអាចមើលបានដបោអីគឺធ្លុះធ្លាយលិចទឹកអស់ហើយ
សឹងតែគ្រប់កន្លែងតែម្ដងនេះហើយបានជាកន្លែងដែលត្រូវការជំនួយខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាគឺមើលឃើញកន្លែងបែបនេះមកដល់ភ្លាមមានអារម្មណ៍ថាកក់ក្ដៅពួកគាត់ទទួលស្វាគមន៍បានល្អមែនតែនទោះបីហត់ពិបាកប៉ុណ្ណាក៏ដោយហើយសម្ភារៈដែលយើងបានដឹកយកមកជូនសិស្សសានុសិស្សនេះគឺអត់មានច្រើនប៉ុន្មានទេតែក៏សមល្មមឲ្យពួកគាត់បានរៀនគ្រប់គ្រាន់ដែរមានដូចជាកតាសភៅប៊ិចដេកខ្មៅនិងសម្ភារៈផ្សេងហើយសាលាមួយនេះទោះបីនៅឆ្ងាយដាច់ស្រយាលមែនតូចមែនប៉ុន្តែបើនិយាយពីសិស្សវិញមានរហូតដល់221នាក់ហើយបើសិស្សស្រីវិញមានរហូតដល់100នាក់គឺច្រើនខ្លាំងមែនតើអ្នកទាំងអស់គ្នាហើយខ្ញុំក៏សូមអរគុណទៅកាន់សប្បុរសជនដែលបានជួយជាថវិកាបន្ថែមមកខាងក្រុមបងហើយក៏សូមអរគុណទៅដល់ក្រុមបងសហការជាពិសេសផងដែលបានជួយជាកម្លាំងជួយទាំងថវិកាហើយមកជួយដល់កន្លែងផងដែរហើយក្រុមពួកគាត់មិនមែនជួយតែក្មេងៗទេគឺមានថវិកាមួយចំនួនធំជូនទៅខាងលោកគ្រូអ្នកគ្រូហើយនឹងមានថវិកាមួយទៀតសម្រាប់កសាងដំបូលដែលបានលិចទឹកទាំងអស់នេះគឺបានជួសជុលបន្ថែមសាលាបឋមសិក្សាមួយនេះដែរពីចុងក្រោយកុំភ្លេចជួយចែករំលែកវីដេអូនេះទៅឲ្យអ្នកផ្សេងគាត់ឃើញផងពីទង្វើល្អពីក្រុមពួកគាត់ហើយនឹងជួយធ្វើល្អទាំងអស់គ្នាខ្មែរយើងជួយខ្មែរគ្នាឯងស្រឡាញ់ខ្មែរគ្នាឯងជាពិសេសគឺក្មេងៗចំនួនក្រោយកុំភ្លេចជួយ follow page ខ្ញុំផងបើចូលចិត្តវីដេអូបែបនេះគឺយើងនៅមានច្រើនវីដេអូទៀតអរគុណច្រើនជម្រាបលាសុខសប្បាយទាំងអស់គ្នាបាយបាយ